បាទបងប្អូនមិត្តភ័ក្តិជាទីរាប់អាននេះគឺជារបៀបដោះក្បាលរ៉ូមេនេដែលយើងខានប្រើយូជារ៉ូមេនេជ័របាទយើងត្រូវយកក្បាលសម្រាប់ដោះហ្នឹងដុតវាក្តៅហើយរុញវាចូលទៅយើងដោះអញ្ចឹងមកហើយមួយបែបនេះវិញគឺយើងយកកូនសោ2ដាក់ភ្ជាប់គ្នាហើយរង្វិលជាមួយនឹងដែកមួយគឺជារ៉ូប៊ីណេដែកចាស់ហើយនេះគឺជារបៀបចងទៅយកទឹកជាមួយនឹងក្បាលរ៉ូប៊ីណេហើយជាប់កុំឲ្យវារបូតដោយប្រើលួសរួចហើយយើងវិញវាជាប់អញ្ចឹងទៅបាទសម្រាប់ជីវភាពរស់នៅរាល់ថ្ងៃគឺយើងត្រូវការជាចាំបាច់ហើយនេះវិញសម្រាប់ការដាក់ទ្រនាប់នៅក្នុងដូចជាឡាបូលាងដៃដែលមានសភាពរលុងបាទយើងត្រូវដាក់ភ្ជាប់ជាមួយនឹងកៅស៊ូឬហៅថាពោះវៀនម៉ូតូឬពោះវៀនកង់រួចចងជាមួយនឹងខ្សែហ្គែនរត់វាឲ្យជាប់យ៉ាងនេះបាទវាជួយសម្រួលច្រើនចំណែកឯរបៀបយើងតមុខទៅយោឲ្យទឹកបាញ់ខ្លាំងដោយប្រើដបក្បាលដបឬគេហៅថាដបទឹក2លីត្រឬដបបរិសុទ្ធបាទចងជាប់ជាមួយចុងទៅយោហើយយើងរុំជាមួយនឹងកៅស៊ូរួចរឹបជាមួយនឹងដែកនៅពីខាងមុខឲ្យជាប់ហើយយើងអាចមួលនឹងគម្របវាហើយចិត្តនៅពេលដែលយើងលែងចង់ប្រើហើយនេះវិញគឺជារបៀបរុំបាទរុំទៅយោ21ឬ27ឲ្យជាប់ណែនយើងរុំជាមួយកៅស៊ូអត់ជាប់ទេរុំជាមួយនឹងលួសក៏អត់ជាប់មើងដែរអញ្ចឹងយើងធ្វើម៉េចជាដំបូងយើងត្រូវកាត់ពោះវៀនកង់ឬក៏ខ្សែយិតដែលមានលក្ខណៈយឺតរុំជាប់នឹងសាច់ដែកខ្លះហើយនឹងទៅយោខ្លះរួចហើយយើងដាក់ទ្រនាប់ជាមួយនឹងខ្សែភ្លើបន្តិចឲ្យរុំវាឡើងវិញម្សិលទៀត